có cứ chiều đó này sơ tôi phải chọc mà học chỉ lấy hay là sani rất trong bàn thấy môn hàng ban là có dương viên ca ló ca sừng phim xem hai cái chiềuបញ្ហាដែលពួកយើងបានរកឃើញទីមួយគឺការយល់ដឹងពីអាហារូបករណ៍នឹងយឺតពេកឬក៏អត់បានដឹងពីអាហារូបករណ៍នឹងតាមដងព្រោះថាមានសិស្សជាច្រើនដែលនៅតាមបណ្ដាខេត្តគាត់អត់បានដឹងពីអាហារូបករណ៍ដែលមាននៅភ្នំពេញទេព្រោះថាគាត់មានសិស្សខ្លះគាត់អត់មាន digital មានទូរស័ព្ទអត់មានអីឬក៏គាត់ប្រើទូរស័ព្ទក្នុងផ្លូវខុសផ្សេងហើយទៀតសោតដូចជាអាហារូបករណ៍ខ្លះក៏ដាក់ជាភាសាអង់គ្លេសដែរអញ្ចឹងយើងអាចដឹងហើយថាសិននៅតាមបណ្ដាខេត្តភាគច្រើនគាត់អត់សូវបានរៀនអង់គ្លេសទេអញ្ចឹងវាពិបាកក្នុងការដឹងពីព័ត៌មានរបស់អាហារូបករណ៍ហ្នឹងចំពោះទី2វិញគឺវាគាត់ពិបាកក្នុងការរៀបចំឯកសារដើម្បីចូលមកប្រឡងអាហារូបករណ៍ហ្នឹងឬក៏ត្រូវមើលអីខ្លះធ្វើអីខ្លះមុនប្រឡងអាហារូបករណ៍ហ្នឹងទី3ដូចជាភាសាឧទាហរណ៍បើយើងចង់ប្រឡងទៅក្រៅប្រទេសចំពោះភាសាហ្នឹងមានសិស្សជាច្រើនដែលគាត់អត់បានរៀនភាសាដិតដល់ហើយសម្រាប់ទៅក្រៅប្រទេសគេទាមទារដូចជា IELTS ឬក៏ TOEFL បានលេខខ្ពស់ទៀតដូចជា 8.5 ផ្សេងហើយដូចជាទៅក្រៅប្រទេសហ្នឹងក៏មានជារបៀប limited អត់អាចច្រើនអ្នកបានហើយអញ្ចឹងវាពិបាកក្នុងវាពិបាកសម្រាប់សិស្សានុសិស្សឬក៏សិស្សដែលទើបចប់ទី12ឬក៏និស្សិតដែលចង់បន្តការសិក្សានៅក្រៅប្រទេសបន្ទាប់ពីយើងបាន analyze problem ទាំងអស់ហ្នឹងហើយយើងបានទៅជួបជាមួយនឹងប្រធានឬដែលគាត់មើលការខុសត្រូវលើសិស្សានុសិស្សនិស្សិតដែលគាត់ឡើងពីខេត្តមកអញ្ចឹងនេះជារូបភាពដែលយើងបានទៅជួបគាត់ផ្ទាល់បន្ទាប់មកសម្រាប់ដំណោះស្រាយរបស់ពួកយើងវិញពួកយើងបានបង្កើតជា website មួយដែលឲ្យឈ្មោះថា Start រៀន website ហើយលើ website យើងមានរបស់ជាច្រើនមានscholarship មានព័ត៌មានទាក់ទងនឹងអាហារូបករណ៍ផ្សេងអញ្ចឹងទី1យើងមានជា scholarship hub បានន័យថាយើងប្រាប់យើង list scholarship ហ្នឹងយើងដាក់ scholarship ហ្នឹងឲ្យសិស្សានុសិស្សគាត់បានមើលឃើញហើយយើងមានជា deadline យើងមានជា detail ច្បាស់លាស់នៅលើ scholarship នៅលើអាហារូបករណ៍មួយហ្នឹងមក application guidance បានន័យថាយើងធ្វើជា step by step ប្រាប់គាត់ពីរបៀបម៉េចពីមួយទៅមួយរបៀបម៉េចអីម៉េចយើងដាក់ scholarship ម៉េចយើងត្រូវការគេខ្លះយើងត្រៀមគេខ្លះហើយក្នុងនោះបន្ថែមពីនោះទៀតយើងក៏មានជាបរិញ្ញាបន្ថែមដែរហើយចំពោះទី3គឺយើងមានជាកញ្ចប់បង្រៀនសម្រាប់ត្រៀមប្រឡងអាហារូបករណ៍ហើយសម្រាប់គោលដៅអតិថិជនរបស់យើងគឺជាសិស្សានុសិស្សដែលទើបចប់ទី12ឬក៏និស្សិតដែលគាត់ចង់រៀនហើយចង់បានអាហារូបករណ៍មួយហ្នឹងហើយយើងក៏ភ្ជាប់ជាមួយនឹងគ្រូមកដែរព្រោះថាយើងមានលក់ជាកញ្ចប់សម្រាប់ឲ្យសិស្សគាត់រៀនអញ្ចឹងយើងត្រូវទំនាក់ទំនងមួយគ្រូផ្សេងឲ្យគាត់ថតជាវីដេអូបង្រៀនហើយយើងអាចដាក់ឲ្យគាត់ដាក់វីដេអូគាត់ឲ្យសិស្សរៀនបានហើយសិស្សមិនរៀន free យើងមានជាយើងទិញដើម្បីរៀនហើយនេះគឺជា prototype របស់យើងសម្រាប់value proposition របស់យើងវិញគឺទី1យើងអាចស្វែងរក scholarship បានងាយស្រួល website របស់យើងធ្វើឲ្យងាយស្រួលសម្រាប់សិស្សានុសិស្សឬក៏សិស្សនិស្សិតដើម្បីគាត់ search អាហារូបករណ៍ចង់បានអាហារូបករណ៍ណាចង់បានអាហារូបករណ៍នៅក្នុងប្រទេសក្រៅប្រទេសអន្តរជាតិបានដូចគ្នាទី2គឺយើងអត់ឆោបបោកគាត់ទេយើងមានការទទួលស្គាល់ត្រឹមត្រូវយើងតាក់ទងមួយគ្រូត្រឹមត្រូវយើងទំនាក់ទំនងមួយអ្នកកាន់ website ឬក៏កាន់ page ឬក៏ក្រសួងត្រឹមត្រូវយើងអត់ឆោបបោកទេទី3គឺ detail on website បានន័យថានៅលើ website របស់យើងផ្ដល់ព័ត៌មានលម្អិតខ្លាំងមែនទែនដើម្បីឲ្យងាយស្រួលដល់សិស្សានុសិស្សនិងសិស្សនិស្សិតជាដើមឲ្យគាត់ដឹងពីអាហារូបករណ៍នឹងច្បាស់ដឹងពីការ require របស់អាហារូបករណ៍នឹងច្បាស់ហើយត្រៀម document គេខ្លះដើម្បីមកប្រឡងអាហារូបករណ៍នឹងមានតទៀតហើយចំពោះ computer analysis របស់យើងគឺមាន2គឺ Scholar ហើយនិង Study Abroad Center
ចំពោះ Scholar គាត់ provide ជា local នៅក្នុងប្រទេសហើយនឹង abroad ដូចគ្នា offer course យ៉ាងដូចគ្នាគាត់ឲ្យគ្រូបង្រៀនហើយគាត់លក់ជា course លក់ជាមេរៀនការបង្រៀនត្រៀមប្រឡងហ្នឹងហើយគាត់ក៏មានទីប្រឹក្សាសម្រាប់អាហារូបករណ៍មួយនឹងដែរដូចជាអ្នកចាំតបសាររបស់អតិថិជនគឺ Scholar គាត់មានហើយចំពោះ Study Abroad គាត់អត់មានជារៀននៅក្នុង local ហ្នឹងទេអញ្ចឹងគាត់អាចរៀនជា abroad ហើយគាត់ក៏ offer course ដូចយើងដែរគាត់លក់កញ្ចប់មេរៀនដើម្បីឲ្យសិស្សរៀនត្រៀមដូចគ្នាហើយសម្រាប់ការសួរឬក៏ហៅថាទីប្រឹក្សារបស់អាហារូបករណ៍ហ្នឹងក៏មានដូចគ្នាតែចំពោះយើងវិញ website start រៀនបើយើងវិញយើងមានទាំងឲ្យយើងមានដូចជា start រៀននៅក្នុងប្រទេសហ្នឹងហើយយើងរៀននៅក្រៅប្រទេសបានទៀតហើយក៏ផ្ដល់ជាកញ្ចប់មេរៀនសម្រាប់ឲ្យសិស្សរៀនត្រៀមប្រឡងបានដូចគ្នាហើយក៏មានក្រុមការងារយើងដើម្បីជាទីប្រឹក្សាសម្រាប់អតិថិជនដូចគ្នាសម្រាប់សិស្សសានុសិស្សដូចគ្នាគាត់ចង់ដឹងព័ត៌មានអីគាត់ចង់ដឹងថា scholarship នឹង require អីគេខ្លះត្រៀមអីគេខ្លះរៀនអីគេខ្លះគឺក្រុមការងារយើងនឹងផ្ដល់ចម្លើយជូនគាត់ហើយយើងក៏មានជា website ដើម្បីឲ្យអតិថិជននឹងងាយស្រួលក្នុងការមើល scholarship នឹងដូចគ្នាអញ្ចឹងអ្វីដែលយើងលើសគេគឺយើងមាន website ដើម្បីឲ្យសិស្សគាត់ងាយស្រួលក្នុងការមើលពីអាហារូបករណ៍ហ្នឹងដឹងពីអាហារូបករណ៍ហ្នឹងមានអ្វីខ្លះហើយតាក់ទងតាម website ហ្នឹងបានដូចគ្នាចំពោះដៃគូរបស់ពួកយើងគឺមាន ABA ហើយនឹងក្រសួងអប់រំយុវជននិងកីឡាហើយចំពោះចំណុចនេះវិញគឺដំបូងយើងគ្រាន់តែព្យាយាមតាក់ទងសិស្សានុសិស្សឲ្យស្គាល់ពី website យើងឲ្យដឹងពីព័ត៌មានរបស់ website យើងថាយើងមានអ្វីខ្លះយើងអាចធ្វើអ្វីខ្លះយើងមាន scholarship ដូចគេមិនខ្លះលើសគេមិនខ្លះគឺយើងព្យាយាមទាញគាត់ឲ្យស្គាល់សិនបន្ទាប់មកគឺយើងនឹង upgrade ជាយើងធ្វើជា application បន្ទាប់ពីយើងធ្វើ website យើងធ្វើជា application ហើយយើងនឹងព្យាយាម advertise ថែមនៅក្នុងកម្ពុជាប្រទេសយើងតែម្ដងគឺពង្រីកឲ្យធំតែម្ដងហើយចំពោះទី3យើងនឹងព្យាយាមតាក់ទងទៅដៃគូដែលនៅក្រៅប្រទេសថែមទៀត member និង role របស់ពួកយើងមាន member 5 នាក់អរគុណអ្នកគ្រូសម្រាប់ការមើលវីដេអូមួយនេះ